សូមជូនរឿងអហិប្រែតទោះនៃការព្យាបាទដុតបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃសម័យមួយព្រះមហាមុគលាននិមន្តទៅលើភ្នំកិច្ចកូដបានឃើញប្រែតមួយឈ្មោះអហិប្រែតមានក្បាលជាមនុស្សខ្លួនជាពស់មានភ្លើងឆេះសន្ធោសន្ធៅតាំងពីក្បាលដល់ចុងកន្ទុយលោកបានឃើញប្រែតនោះហើយបានដំណើរប្រាប់ព្រះលក្ខណត្ថេនៅក្នុងទីចំពោះព្រះភ័ក្ត្រព្រះសាស្តាព្រះសាស្តាទ្រង់ព្រះសម្ដាប់រឿងប្រែតនេះហើយត្រាស់ថាមនាលមុគលានតថាគតបានឃើញអហិប្រែតនេះតាំងពីថ្ងៃដែលតថាគតបានត្រាស់ដឹងជាព្រះពុទ្ធថ្មីមកម្លេះប៉ុន្តែពេលនោះគ្មានសាក្សីបើតថាគតសម្ដែងទៅគេមិនជឿនាំឲ្យឥតប្រយោជន៍មានទោសដល់អ្នកមិនជឿនោះឥឡូវមានមុគលានជាសាក្សីហើយចាំតថាគតសម្ដែងអតីតនិទានរបស់ប្រែតនោះឲ្យស្ដាប់ព្រះសម្ពុទ្ធត្រាស់សម្ដែងថាការកន្លងទៅហើយពួកមហាជនបាននាំគ្នាធ្វើបណ្ណសាលាផ្ទះស្លឹកមួយជិតស្ទឹងនៅក្នុងក្រុងពារាណសីប្រគេនព្រះបច្ចេកពុទ្ធមួយព្រះអង្គគង់នៅអ្នកក្រុងបាននាំគ្នាយកគ្រឿងក្រអូបនិងផ្កាកម្រងជាដើមទៅប្រគេនរាល់ថ្ងៃបានដើរជន់ស្រូវកសិករម្នាក់ដែលបានព្យួរព្រោះគៀកជាប់នឹងផ្លូវបណ្ណសាលានោះកសិករម្ចាស់ស្រែខាត់មិនស្ដាប់ក៏មានការអាក់អន់ចិត្តជាខ្លាំងកើតចិត្តព្យាបាទថាបើសិនបើមិនមានបណ្ណសាលាមិនមានព្រះបច្ចេកពុទ្ធមកគង់ក្នុងទីនេះទេស្រូវអញក៏មិនវិនិច្ឆ័យខ្ទេចខ្ទីដូច្នេះដែរអញត្រូវដុតបណ្ណសាលានេះចោលទើបបានក្នុងពេលដែលព្រះបច្ចេកពុទ្ធនិមន្តទៅបិណ្ឌបាតនៅក្នុងក្រុងពារាណសីកសិករនោះក៏វិបំបែកភេជ្ជៈសម្រាប់ប្រើប្រាស់របស់ព្រះបច្ចេកពុទ្ធចោលអស់ហើយយកភ្លើងដុតបណ្ណសាលានោះឆេះខ្ទេចខ្ទីទាំងអស់ព្រះបច្ចេកពុទ្ធកំពុងនិមន្តបិណ្ឌបាតបានឃើញភ្លើងឆេះបណ្ណសាលាអស់ហើយក៏និមន្តតាមអាកាសចាក់ចេញអំពីទីនោះបាត់ទៅពួកមហាជនដែលបានយកគ្រឿងបូជាទៅប្រគេនព្រះបច្ចេកពុទ្ធនោះការបើឃើញបណ្ណសាលាឆេះអស់ហើយបាត់ព្រះបច្ចេកពុទ្ធដូច្នោះក៏សន្និដ្ឋានថាលោកឆេះសុគតនៅក្នុងភ្លើងទៅហើយឬក៏មិនទាន់និមន្តមកអំពីបិណ្ឌបាតកំពុងតែជំនុំគ្នាដូច្នោះស្រាប់តែកសិករដែលនៅក្នុងទីនោះដែរនិយាយថាខ្ញុំជាអ្នកដុតបណ្ណសាលានេះព្រោះអ្នករកគ្នាបំផ្លាញស្រូវខ្ញុំអស់ពេលនោះមហាជនស្រែកឆលឡើងថាពួកយើងជួយចាប់ចោលដុតបណ្ណសាលាពួកយើងខានធ្វើទានចំពោះព្រះបច្ចេកពុទ្ធក៏ព្រោះតែវានេះឯងត្រូវចាប់វាឲ្យបានលុះចាប់កសិករណាដុតបណ្ណសាលានោះបានហើយនាំគ្នាវាយតបយកទៅធ្វើទោសតាមច្បាប់ដរាបដល់ស្លាប់ទៅកសិករទុច្ចរិតដែលស្លាប់នោះធ្លាក់ទៅកើតនៅក្នុងនរកធំឈ្មោះអវិជ័យជាច្រើនសែនឆ្នាំដរាបដល់ផែនដីដុះកម្ពស់បានមួយយោជន៍ទើបរួចអំពីនរកធំនៅសេះសល់ផលកម្មនោះបានមកកើតជាអហិប្រែតនៅលើកំពូលភ្នំកិច្ចកូដនោះឯងរឿងនេះចប់តែប៉ុណ្ណេះសូមអនុមោទនា